បាទសូមអនុញ្ញាតគោរពជំរាបសួរពុកម៉ែបងប្អូនអរគ្នាដែលកំពុងទស្សនាវីដេអូនេះថ្ងៃនេះដែរខ្ញុំមកថតបាទខ្យងកំពុងតែស៊ីចំណៃបាទជាពិសេសគឺចំណៃផ្លែតែបើគឺស្លឹកមកកាក់បងប្អូនណាស្លឹកមកកាក់ជូរប៉ុន្តែខ្យងក៏វាចូលចិត្តស៊ីដែរខ្ញុំឆ្ងល់តែប៉ុណ្ណាបាទអញ្ចឹងសម្រាប់ខ្យងបើត្រេននេះគឺវាអត់រើសចំណៃទេបងប្អូនឲ្យតែស្លឹកបាទខៀវដាក់ទៅគឺដឹងតែវាស៊ីនាំគ្នាមកស៊ីហ្មងគាត់ថាស្លឹកខ្លះវាចូលចិត្តស្លឹកខ្លះវាមិនសូវចូលចិត្តអញ្ចឹងណាហ្នឹងហើយនេះដុំគឺដុំផ្លែខ្នោបាទដោយសារផ្ទះរបស់ខ្ញុំគឺសបោដើមខ្នោហ្នឹងអញ្ចឹងអាខ្នោដែលតូចស្អុយឬមួយក៏ហូបអស់ហើយអញ្ចឹងទៅខ្ញុំយកមកពុះគឺវាក៏ចូលចិត្តខ្នោដែរបងប្អូនហើយបងថតហ្នឹងគឺម៉ោង7កន្លះយប់បាទ7កន្លះយប់បាទអញ្ចឹងទៅវាមានសម្លេងរំខានទៅចាបងប្អូនណាហ្នឹងហើយស្មានហ្នឹងហើយគឺនៅមានឡានដឹកធំនៅកាត់មុខផ្ទះណែបងប្អូននេះគឺខ្យងកំពុងតែស៊ីផ្លែខ្នោទុំអញ្ចឹងខ្យងគឺវាចូលចិត្តស៊ីចំណីនៅពេលយប់បើសិនជាយើងឲ្យពេលថ្ងៃគឺវាមិនសូវជាចេញមកស៊ីប្រហែលទេបងប្អូនអញ្ចឹងពេលល្ងាចឡើងអញ្ចឹងទៅបងប្អូនអាចដាក់ចំណីឲ្យវាស៊ីអញ្ចឹងណាបងប្អូនថ្ងៃឡើងគឺវារកកន្លែងងឹតកន្លែងតែគៀនអញ្ចឹងបានវានាំគ្នាមកពាក់ប្រពូនគ្នានៅតាមសៀមាត់តង់អញ្ចឹងណាបងប្អូនហ្នឹងហើយសម្រាប់តង់នេះដែរគឺវាមានទំហំ2ម៉ែត្រកន្លះគុណនឹង5ម៉ែត្របាទគឺដោយសារខ្ញុំទិញ3ម៉ែត្រគុណនឹង6ហើយខ្ញុំយកមកបត់មួយខាងកន្លះម៉ែត្រយើងដាក់ទឹកខ្ទង់2ម៉ែត្រមកទឹក8ទៅ2ទឹកចឹងណាបងប្អូនហ្នឹងហើយយើងដាក់មានចកមានកឆែតមានតកួនមានកផ្លោកអញ្ចឹងទៅយើងបោះវា3 4ថ្ងៃ2 3ថ្ងៃឲ្យវាចាប់រឹសឲ្យហើយដុះរស់នៅក្នុងទឹកយើងនឹងហើយយើងប្រឡែងខ្យងទៅបងប្អូនណាយើងអាចជីប្រឡែងជាកូនខ្យងជាមេខ្យងក៏បានអាហ្នឹងផ្សាយទៅលើបងប្អូនបាទហើយនេះដែរគឺអាងដាំចកអាសូឡាគឺខ្ញុំមានដាំចកអាសូឡាមកតង់ដែរទំហំ2ម៉ែត្រកន្លះគុណនឹង5ម៉ែត្រអញ្ចឹង2 3ថ្ងៃគឺខ្ញុំដុសឲ្យវាស៊ីម្ដងបាទសម្រាប់ចកនេះបើស៊ីចកនេះបើខ្យងនេះបើស៊ីរាល់ថ្ងៃគឺយើងអត់គ្រប់ទេចកអាសូឡាប៉ុណ្ណឹងបាទសម្រាប់នេះគឺជាអាងកន្លែងភ្ញាស់កូនបាទភ្ញាស់កូនបាទនេះកូនទូចលឿងណាបងប្អូនណាហ្នឹងហើយខ្ញុំក៏មានចិញ្ចឹមនៅក្នុងលូស៊ីម៉ង់បាទជាង10លូដែរបាទប៉ុន្តែគាត់ថាលូវារៀងថ្លៃសម្រាប់ពុកម៉ែបងប្អូនដែលមានដីទំនេរពុកម៉ែបងប្អូនអាចសាកបងចិញ្ចឹមជាលក្ខណៈតង់ទិញតង់ទៅតាមដីពុកម៉ែបងប្អូនដែលទំនេរអញ្ចឹងទៅបាទយើងឈូសឆាយហើយអញ្ចឹងទៅយើងរកទិញតង់ឲ្យត្រូវទំហំដីរបស់យើងហើយខ្ញុំបើនេះដែរបងប្អូនណាវាងាយស្រួលចិញ្ចឹមមែនតើបាទងាយស្រួលណាហើយចិញ្ចឹមឆាប់បានផលបាទទោះបីយើងមិនបានលក់ក៏យើងបានធ្វើម្ហូបអាហារហូបបាទជួបជុំមិត្តភ័ក្តិបងប្អូនបាទជួយដោះស្រាយជីវភាពយើងបានម្ដងម្កាលដែរបើយើងចាំតិចតួចអញ្ចឹងណាហើយសម្រាប់រសជាតិវាគឺឆ្ងាញ់បងប្អូនឆ្ងាញ់ជាងខ្យងធម្មតាជាងខ្យងស្រែធម្មតាណាហ្នឹងហើយវាក៏សម្បូរ